ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទគឺទី1នេះគឺជាការជួបប្រជុំរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនបាទថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃបាទដែលជួបប្រជុំគ្នានៅពេលព្រឹកមិញណាបាទហើយគឺមានសេចក្តីរាយការណ៍ពីខាងសារព័ត៌មានថៃក៏បានឲ្យដឹងផងដែរបាទឲ្យមានការរាយការណ៍ខ្លះខុសពីអ្វីដែលខាងកម្ពុជាបានលើកឡើងដូច្នេះខ្ញុំយកទាំងសងខាងមកជម្រាបជូនប្រិយមិត្តនេះដើម្បីឲ្យបានដឹងថាតើខាងយើងរាយការណ៍យ៉ាងម៉េចខាងថៃរាយការណ៍យ៉ាងម៉េចនេះឯងជាប្រភពដែលផ្ដល់នៅព័ត៌មានទាំងសងខាងបានគ្រប់ជ្រុងជ្រោយហើយតែខាងថៃរាយការណ៍មានភាពមិនសុក្រិតយ៉ាងម៉េចខ្ញុំជម្រាបជូនប្រិយមិត្តនៅក្នុងកម្មវិធីនេះបាទហើយព័ត៌មានទី2នេះគឺតាមការបញ្ជាក់ឲ្យដឹងរបស់ខាងយុទ្ធភូមិភាគកណ្ដាលបាទគឺបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកហ្នឹងគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែមទៀតហើយទៅលើបាទប្រទេសអ៊ីរ៉ង់ទៅលើគោលដៅសំខាន់មួយចំនួនរបស់អ៊ីរ៉ង់បាទគោលដៅយោធាក្រោយពីមានការខិតខំប្រឹងប្រែងបិទតាមច្រកសមុទ្រដោយយោធារបស់សហរដ្ឋអាមេរិកបាទដូច្នេះការឡើងនៅកម្ដៅរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នេះអាចនឹងធ្វើឲ្យខូចទៅដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពផងដែរហើយព័ត៌មានចុងក្រោយនេះគឺសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយនឹងអ៊ុយក្រែនដើម្បីផលិត drone រួមគ្នាបាទផលិត drone រួមគ្នាដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការទទួលយកនៅបច្ចេកវិទ្យាពីខាងអឺរ៉ុបមកបូកបញ្ចូលជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួនដើម្បីបង្កើននៅប្រសិទ្ធភាពរបស់ drone បាទហើយអ៊ុយក្រែនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងបែបនេះជាមួយនឹងខាងប្រទេសមួយចំនួនជាច្រើនគឺរហូតមកដល់ពេលនេះគឺមាន9ទៅហើយណាដែលអ៊ុយក្រែនបានប្រែក្លាយនៅការឈឺចាប់រងគ្រោះរបស់ខ្លួនទៅជាចំណេះដឹងមួយចែកទៅឲ្យពិភពលោកផងដែរបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃពុធទី15ខែកក្កដាឆ្នាំ2026នេះបាទនៅព័ត៌មានទី1នេះបាទព័ត៌មានទី1នេះសូមជូនសេចក្តីរាយការណ៍ហ្នឹងគឺដកសងប្រភពពីខាងកម្ពុជាហើយនៅខាងភាគីថៃណាបាទអញ្ចឹងខ្ញុំសូមជូនទាំងថៃទាំងកម្ពុជាបានរាយការណ៍អំពីកិច្ចប្រជុំរវាងក្រុមលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនហ្នឹងបាទបើយោងតាមការឲ្យដឹងពីខាងភាគីកម្ពុជាបាទគឺបានឲ្យដឹងថាក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ ABC នៃយុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃនឹងបានជួបប្រជុំក្រៅផ្លូវការនៅវេលាម៉ោង11នាទីថ្ងៃមិញហ្នឹងបាទដែលរៀបចំឡើងនៅជាំសង្ងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបាទដែលនៅទីនេះគឺមានការជួបប្រជុំគ្នានេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរបស់កម្ពុជាហើយក្រសួងបានបន្ថែមថានៅក្នុងកិច្ចប្រជុំនោះគឺខាងភាគីកម្ពុជាបានទាមទារឲ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវនឹងមិនឲ្យពង្រីកភូមិសាស្ត្រឬក៏សកម្មភាពរាយលូបន្លានៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងតំបន់ដែលមិនទាន់ដាច់ស្រេចហើយកម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្ដើមការងារវាស់វែងបាទការងារវាស់វែងនិងខណ្ឌសីមានៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បាទឲ្យបានឆាប់បំផុតតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរបាទដែលបានព្រមព្រៀងគ្នាកន្លងមកកាលពីថ្ងៃទី27ធ្នូឆ្នាំ2025ហើយបើតាមក្រសួងការពារជាតិកម្ពុជាបានបន្ថែមថាហេតុការណ៍តាក់ទងជាមួយនឹងការបាញ់និងការបង្កការផ្ទុះគឺភាគីកម្ពុជាបានស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីកុំឲ្យមានការយល់ច្រឡំនិងដាក់ចេញនៅវិធានការទប់ស្កាត់កុំឲ្យកើតមានបន្តទៀតដើម្បីជៀសវាងការកើនឡើងនៅភាពតានតឹងដែលមិនចាំបាច់ហើយកម្ពុជាក៏បានស្នើឲ្យភាគីថៃនឹងចូលរួមសហការក្នុងការអប់រំទាហានរបស់ខ្លួននឹងឲ្យមានការរឹតបន្តឹងវិន័យដល់កម្លាំងជួរមុខរបស់ខ្លួនបាទធ្វើយ៉ាងណាដើម្បីទប់ស្កាត់កុំឲ្យមានការធ្វើសកម្មភាពណាមួយដែល
អាចឈានទៅដល់ការបង្កហេតុដូចជាការបាញ់បោះការរីលូតបន្លានិងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាដើមដែលធ្វើឡើងដោយទាហានរបស់ថៃមកលើខាងទាហានរបស់កម្ពុជានៅពេលដែលខ្លួនដាក់រីលូតបន្លាហើយត្រូវបានខាងភាគីកម្ពុជាទៅទប់ស្កាត់បាទនេះគឺជាសេចក្តីរាយការណ៍ដែលខាងភាគីកម្ពុជាបានចេញផ្សាយណាបាទដោយឡែកខាងសារព័ត៌មានថៃវិញគឺ The Nation បាទ The Nation ក៏បានរាយការណ៍ផងដែរបាទដែលមានលក្ខណៈខុសពីខាងកម្ពុជាបន្តិចបាទដូច្នេះនេះគឺជារឿងសំខាន់ណាស់ដែលខាងភាគីកម្ពុជាបានជម្រាបហើយខាងភាគីខាងថៃនោះគាត់បាននិយាយផ្សេងទៅខាងសារព័ត៌មានរបស់គាត់អញ្ចឹងខ្ញុំបាទជម្រាបជូនទាំងសងខាងតែម្ដងហើយសូមបើកវងកញ្ចក់បន្តិចមុននឹងចូលដល់ព័ត៌មានបន្ថែមពីសេចក្តីរាយការណ៍របស់ The Nation ពេលទៅដល់ស្រុកខ្មែរ Nation ហ្នឹងថៃគាត់បាត់អត់ឲ្យមើលអ្នកនៅស្រុកខ្មែរបានមើលឃើញខ្ញុំហើយបាងកកប៉ុស្តិ៍ឲ្យបាត់ឲ្យមើលឃើញខៅសូត្រមើលឃើញនៅស្រុកខ្មែរដល់បាងកកប៉ុស្តិ៍ Nation នេះមើលអត់ឃើញបាទខ្ញុំសួរទៅខាងមិត្តភ័ក្ដិខ្ញុំដែលនៅខាងភាគីកម្ពុជាដែរគាត់ថាអត់មានបិទទេខាងកម្ពុជាមិនបានបិទwebsite ទាំងអស់នោះគឺខាងថៃជាអ្នកបិទដោយសារអីដោយសារតែឃើញខាងកម្ពុជាយើងចូលទៅ comment ហ្នឹងខ្លាំងដល់អញ្ចឹងទៅពួកនឹងមិនចង់ឲ្យឃើញ comment ពីគឺជួយទៅធ្វើអត្ថាធិប្បាយនៅក្នុង page របស់គេហ្នឹងដូច្នេះគេមិនចង់ឲ្យឃើញគេបិទខាងយើងមានតែខៅសូត្រមួយទេការពិតដែលខ្ញុំគិតថាបើសិនជាខាងកម្ពុជាបិទគួរតែបិទខៅសូត្របាទក៏ប៉ុន្តែបែរជាខៅសូត្រមើលឃើញទៅវិញអញ្ចឹងដូច្នេះខ្ញុំជឿថាកម្ពុជាគាត់មិនបិទទេដោយដែលការពន្យល់មកខ្ញុំអញ្ចឹងខ្ញុំអាចទទួលបានពួកខៅសូត្រហ្នឹងគាត់មានលក្ខណៈអុចអាលច្រើនដែរណាបាទហើយគាត់ក៏បាទរីគុណទៅដល់ខាងភាគីថៃដែរប៉ុន្តែគាត់មានលក្ខណៈឯករាជ្យអញ្ចឹងដូច្នេះគាត់មិនខ្វល់ខ្លាចខាងរដ្ឋាភិបាលថៃចាប់ទោសអូដំណើរគាត់បិទស្ថាប័នរបស់គាត់អញ្ចឹងដូច្នេះគាត់បើកណាចូល comment មិនចូលទៅឃើញមានម្ដងមកកាលគាត់បានសរសេរថាសូមមេត្តា comment ដោយភាពថ្លៃថ្នូរដែរប៉ុន្តែ donation ហើយនឹងបាងកកប៉ុស្តិ៍គាត់ខ្លាចខ្លាំងគាត់បិទមិនឲ្យ fan នៅស្រុកខ្មែរឃើញណាបាទឥឡូវខ្ញុំមកអាមេរិកនេះវិញបានមើលឃើញវិញបាទគាត់មើលឃើញវិញអញ្ចឹងឥឡូវនេះសូមត្រឡប់មកវិញអញ្ចឹងរឿងដែលខាងភាគីកម្ពុជាបានរាយការណ៍ដោយដែលខ្ញុំបានជម្រាបអំបញ្ញមិញណាបាទឥឡូវខាងកាសែតថៃវិញមើលប្រិមិត្តមើលឃើញតែចំណងជើងក៏ដឹងដែរអញ្ចឹងគឺខាងភាគីថៃក៏ថាសំទោខាងកាសែតថៃក៏ថាយោធាថៃហ្នឹងបែរជាទៅទាមទារឲ្យកម្ពុជានឹងស៊ើបអង្កេតអំពីការផ្ទុះតាមព្រំដែនហើយនឹងឈប់ឲ្យកម្ពុជានឹងបាទចល័តតបមកមុខថែមទៀតបាទនេះគឺបើសិនជាប្រិមិត្តមួយចំនួនដែលនៅក្រៅប្រទេសហ្នឹងគាត់មើលឃើញតែសារព័ត៌មានថៃដោយសារតែគាត់មិនមើលទៅខាងប្រភពកម្ពុជាបាទគាត់អាចនិយាយថាថៃគេទៅពមៀនខ្មែរទៅពមៀនអីកុំឲ្យធ្វើប្រទេសផ្ដាយទៀតហើយឃើញទេបាទអញ្ចឹងដូច្នេះអញ្ចឹងវាជាការសំខាន់ណាស់ដែលត្រូវមើលតែទាំងសងខាងតើខាងកម្ពុជារាយការណ៍យ៉ាងម៉េចខាងថៃរាយការណ៍យ៉ាងម៉េចបាទយើងមើលបញ្ហាទាំងអស់ហ្នឹងបាទឥឡូវខាងថៃគាត់រាយការណ៍ថាគឺខាងយុទ្ធភូមិភាគ2របស់ថៃហ្នឹងគឺបានបាទទាមទារផ្លូវការហ្នឹងបើតាមភាសាថៃរាយការណ៍គាត់ថាទាមទារជាផ្លូវការឲ្យកម្ពុជានឹងស៊ើបអង្កេតអំពីករណីផ្ទុះជាបន្តបន្ទាប់ដែលនៅតាមបណ្ដោយព្រំដែនរួមរវាងប្រទេសទាំងពីរបាទក្នុងនោះរួមមានការផ្ទុះកាលពីពេលថ្មីនេះក្នុងខែកក្កដាហ្នឹងបាទហើយខាងយោធាថៃហ្នឹងក៏បានណែនាំទៅដល់ខាងជំរាបទៅដល់ខាងភាគីកម្ពុជាកម្លាំងកម្ពុជានឹងឲ្យបាទបញ្ឈប់ការរុលកងកម្លាំងចល័តទ័ពហ្នឹងមកខាងមុខបន្ថែមទៀតបាទហើយក៏ដូចជាការបញ្ឈប់នៅការធ្វើមូលដ្ឋានប្រតិបត្តិការថ្មីបន្ថែមទៀតនៅជិតតំបន់ព្រំដែនដើម្បីរារាំងកុំឲ្យមានការប៉ះទង្គិចគ្នាដោយយថាហេតុណាមួយហើយខាងមន្ត្រីរបស់ថៃហ្នឹងក៏បានបញ្ជាក់ថាគឺខាងភាគីរបស់ខ្លួនហ្នឹងក៏បានទទួលខុសត្រូវបាទក៏មិនបានទទួលខុសត្រូវចំពោះការដែលធ្វើឲ្យមានការសម្លេងផ្ទុះបាទដែលបានកម្ពុជាបានស្នើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះទេបាទគឺបានន័យថាកម្ពុជាបានក៏ឲ្យខាងថៃស៊ើបអង្កេតវិញដែរឃើញក៏ប៉ុន្តែខាងថៃបដិសេធថាខ្លួនមិនបានធ្វើឲ្យមានសម្លេងផ្ទុះនោះទេបាទហើយគឺក្នុងនោះគឺមានការស្នើឲ្យខាងកម្ពុជាក៏កម្ពុជាទៅតែស៊ើបអង្កេតពីបញ្ហានោះផងដែរបាទហើយសូមស្នើកុំឲ្យកម្ពុជាហ្នឹងគឺបាទចល័តតបមកមុខបន្ថែមទៀតអីដែលមកគៀកនឹងលូបន្លាដែលខាងថៃដាក់មកហ្នឹងបាទដើម្បីជៀសវាងការ
យល់ច្រឡំការប៉ះទង្គិចគ្នាបាទហើយបើទោះបីជាមានបើតាមសេចក្តីរាយការណ៍របស់ The Nation គាត់ថាបើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខក៏ដោយក៏លេខាធិការដ្ឋាននៃយុទ្ធភូមិភាគទាំងពីរហ្នឹងក៏បានកត់សម្គាល់នៅថាមានការនៅទំនាក់ទំនងគ្នាជាប់ជាប្រចាំផងដែរគឺមិនអាក់ខាននោះទេអញ្ចឹងហើយបានជាខាង Nation ក៏រាយការណ៍ដឹងថាក្នុងរយៈពេល6ខែចុងក្រោយនេះបាទ6ខែចុងក្រោយនេះបាទបន្ទាប់ពីកិច្ចប្រជុំលើកទី3របស់ក្រុម JBC កាលពីថ្ងៃទី27ខែធ្នូហ្នឹងគឺភាគីទាំងពីរបានសម្របសម្រួលគ្នាហ្នឹងគឺមានរឿងរ៉ាវកើតឡើងហ្នឹងគឺបានសម្របសម្រួលគ្នារហូតដល់142ដងបាទ142ដងដែលធ្វើឲ្យមានដំណោះស្រាយយ៉ាងច្បាស់លាស់បាទដោយសន្តិភាពដោយសន្តិវិធីផងដែរតកតងជាមួយនឹងការប៉ះទង្គិចគ្នាឬក៏ហេតុការណ៍តាមបណ្ដោយព្រំដែនបើអញ្ចឹងដូច្នេះបើយើងមើលតាមការរាយការណ៍របស់កាសែត The Nation ហ្នឹងគឺឲ្យដឹងថាបាទការទំនាក់ទំនងគ្នានឹងនៅមានជាប់ជាប្រចាំការជូនដំណឹងគ្នាទៅវិញទៅមកហ្នឹងអត់មានទៅជាមិនបានបញ្ឈប់ទេជាវាការយល់ច្រឡំហើយកាសែត The Nation ក៏បានរាយការណ៍បន្ថែមថាប្រតិភូថៃហ្នឹងក៏បានសម្ដែងនៅការដឹងគុណចំពោះកម្ពុជាបាទក្នុងការធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកស្ថាប័នបាទជាពិសេសនោះគឺថៃបានអរគុណកម្ពុជាក្នុងការដែលធ្វើមេត្តាភូមិនិវត្តន៍គឺបរិមម្នាក់ឈ្មោះយ៉តសៃណយបាទដែលជាជនជាតិថៃបាទហើយបានដើរច្រឡំចូលទៅក្នុងទឹកដីរបស់កម្ពុជាកាលពីថ្ងៃទី15ខែឧសភាកន្លងទៅនេះបាទអញ្ចឹងគឺខាងភាគីថៃបានរាយការណ៍ដូចនេះណាបាទអញ្ចឹងគឺខ្ញុំបានចងក្រងទាំងខាងប្រតិកម្មពីខាងភាគីរបស់កម្ពុជារាយការណ៍ពាក់ព័ន្ធជាមួយនឹងជំនួបដែលបានកើតឡើងនៅថ្ងៃនេះហើយនឹងខាងភាគីថៃបាទអញ្ចឹងដូច្នេះប្រិមិត្តទទួលយកព័ត៌មាននេះឲ្យពិចារណាដោយខ្លួនឯងបាទហើយព័ត៌មានទី2បាទព័ត៌មានទី2គឺជាសេចក្តីប្រកាសរបស់ខាងមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកឬក៏យើងហៅថាមេបញ្ជាការយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកដែលបានបញ្ជាក់ឲ្យដឹងថាគឺខាងសហរដ្ឋអាមេរិកនឹងបានបើកការវាយប្រហារទាំងព្រឹកព្រលឹមទៀតតែម្ដងទៅលើបាទគោលដៅប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់បាទនេះបើតាមការបញ្ជាក់ណាបាទអញ្ចឹងគឺសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់មកនេះទាំងពីខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកក៏ដូចជាសារព័ត៌មាន The New York Times បានរាយការណ៍ណាគឺសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារបន្ថែមទៀតតែម្ដងប្រឆាំងនឹងប្រព័ន្ធការពារតាមបណ្ដោយឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ហើយនឹងកន្លែងឃ្លាំងស្តុកគ្រូមីស៊ីលបាទមីស៊ីលសំកាំងរបស់ខាងសហរដ្ឋអាមេរិកនេះហើយក៏ដូចជាកន្លែងដែលសហរដ្ឋអាមេរិកសំទោសខ្ញុំនិយាយច្រឡំគឺប្រព័ន្ធការពារដែនអាកាសរបស់ខាងអ៊ីរ៉ង់បាទប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ហើយនឹងឃ្លាំងស្តុកមីស៊ីលសំកាំងរបស់អ៊ីរ៉ង់ហើយក៏ដូចជាកន្លែងដែលអ៊ីរ៉ង់ប្រើប្រាស់ដើម្បីបាញ់មីស៊ីលផងដែរបាទនេះគឺការវិប្រហារនឹងធ្វើឡើងនៅថ្ងៃពុធនេះតែម្ដងណាថ្ងៃពុធទី15ខែកក្កដានេះបាទក្រោយពីខាងសហរដ្ឋអាមេរិកបានដាក់រារាំងនៅប្លុកខាងជើងទឹករបស់អ៊ីរ៉ង់ហើយនឹងកំពង់ផែរបស់អ៊ីរ៉ង់បាទដោយឡែកអ៊ីរ៉ង់វិញក៏គម្រាមកំហែងថាបាទនឹងបិទចោលការនាំចេញធម្មពលពីព្រោះនៅក្នុងកិច្ចព្រមព្រៀងក្នុងពេលកន្លងមកនោះគឺសហរដ្ឋអាមេរិកអនុញ្ញាតឲ្យអ៊ីរ៉ង់នាំចេញធម្មពលប្រេងរបស់ខ្លួននោះទៅកាន់ពិភពលោកដើម្បីអាចមានចំណូលឥឡូវអ៊ីរ៉ង់ក៏ថាគាត់អាចនឹងឈប់នាំប្រេងចេញដែរដើម្បីធ្វើឲ្យពិភពលោកខ្វះប្រេងណាបាទក៏ប៉ុន្តែបាទនឹងជាជំរឿសរបស់អ៊ីរ៉ង់ទេបើសហរដ្ឋអាមេរិកបើកឲ្យគាត់ចង់បញ្ឈប់នឹងរឿងរបស់គាត់បាទឥឡូវនេះគាត់គម្រាមកំហែងចឹងដោយសារតែសហរដ្ឋអាមេរិកវាយប្រហារទៅលើគាត់បាទការវាយប្រហារហ្នឹងគឺបើតាមសេចក្តីរាយការណ៍របស់ខាង New York Times បញ្ជាក់ថាវាជាការមួយការឡើងកម្ដៅបន្ថែមទៀតបាទដោយមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមករវាងភាគីទាំងពីរជាពិសេសគឺភាគីទាំងពីរនឹងខិតខំព្យាយាមដើម្បីគ្រប់គ្រងច្រក Hormuz បាទដែលជាប្រភពដ៏សំខាន់នៃសេដ្ឋកិច្ចជាពិសេសប្រេងទៅកាន់ពិភពលោកនោះគឺកន្លែងច្រកនេះគឺគ្របដណ្ដប់ទៅលើប្រភពប្រេងចំនួន 1/5 នៃប្រេងដែលនាំទៅពិភពលោកប្រេងនិងឧស្ម័នណាបាទអញ្ចឹងនេះគឺខាងសហរដ្ឋអាមេរិកបានបញ្ជាក់
ក៏ប៉ុន្តែតាម New York Times ក៏ថានៅមិនទាន់មានសេចក្តីរាយការណ៍ពីបណ្ដាញសារព័ត៌មានរបស់អ៊ីរ៉ង់នៅឡើយទេដែលថាតើខាងខាងសហរដ្ឋអាមេរិកវិភាគនេះអ៊ីរ៉ង់គាត់រាយការណ៍ថារងគ្រោះយ៉ាងម៉េចឬក៏គាត់បើកការវាយប្រហារតបតយ៉ាងម៉េចគឺនៅមិនទាន់មាននៅឡើយទេណាបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទរីឯព័ត៌មានទី3នេះគឺជាគំរូមួយសម្រាប់ប្រិយមិត្តស្ដាប់ដើម្បីយកពិចារណាគឺនៅថ្ងៃនេះខាងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផលិត drone ជាមួយនឹងអ៊ុយក្រែនបាទដោយខាងសហភាពអឺរ៉ុបបានចាត់ទុកថានេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជាការបូកបញ្ចូលគ្នានៅជំនាញរបស់អ៊ុយក្រែនហើយជាមួយនឹងសមត្ថភាពផលិតឧស្សាហកម្មរបស់អឺរ៉ុបដើម្បីធ្វើការផលិតរួមគ្នាអញ្ចឹងអ៊ុយក្រែនគាត់មានសមត្ថភាពផលិត drone ដែលមានភាពសុក្រិតដោយសារតែគាត់បានយកមកប្រើប្រាស់នៅក្នុងសមរភូមិបានធ្វើតេស្តហើយក៏ប៉ុន្តែសមត្ថភាពនៃការផលិតរបស់គាត់នៅមានកម្រិតអញ្ចឹងខាងបាទអឺរ៉ុបគាត់ជាអ្នកផលិតបាទអញ្ចឹងដូច្នេះចាប់ដៃគ្នាដើម្បីផលិតឲ្យបានច្រើននេះបើតាមការបញ្ជាក់របស់លោកស្រីUrsula von der Leyen បាទដែលជាស្នងការសហភាពអឺរ៉ុបបានបញ្ជាក់នៅថ្ងៃពុធទី15ខែកក្កដានេះគាត់ថានេះគឺជាការមួយដែលចាំបាច់ណាស់ត្រូវតែពង្រឹងកម្លាំងគ្នាជាមួយនឹងអ៊ុយក្រែនដើម្បីឲ្យជួយពង្រឹងទៅដល់សហភាពអឺរ៉ុបផងដែរអ្នកស្រីបានបន្ថែមថាកិច្ចព្រមព្រៀងនេះគឺនឹងធ្វើឲ្យមានការរួមបញ្ចូលគ្នានៅសមត្ថភាពពិតប្រាកដរបស់ខាងអ៊ុយក្រែនជាមួយនឹងឧស្សាហកម្មផលិតរបស់អឺរ៉ុបនោះគឺកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀតបាទនេះគឺជាកិច្ចព្រមព្រៀងដែលខាងប្រទេសអ៊ុយក្រែនបានចុះជាបន្តបន្ទាប់ជាមួយនឹងប្រទេសនានាដែលមកដល់ពេលនេះគឺសរុបទៅគឺមានចំនួន9ទៅហើយក៏ប៉ុន្តែសេចក្តីរាយការណ៍បានបញ្ជាក់ថាកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃពុធនេះគឺជាកិច្ចព្រមព្រៀងដំបូងដែលមានគោលបំណងដើម្បីបាទជួយគ្របដណ្ដប់ទៅដល់បណ្ដាប្រទេសទាំងអស់នៅក្នុងប្លុកអឺរ៉ុបប្លុក EU ហ្នឹងបាទហើយនឹងក្រុមហ៊ុននៅក្នុង EU ទាំងអស់ដើម្បីធ្វើការរួមគ្នាតែម្ដងបាទអញ្ចឹងដូច្នេះជាការវិវត្តមួយដែលខាងអ៊ុយក្រែនគាត់ប្រែក្លាយការឈឺចាប់របស់គាត់ទៅជាផលិតអាវុធហើយបានបាទសហការគ្នាចែករំលែកជាមួយនឹងប្រទេសផ្សេងទៀតបាទនេះជាការវិវត្តមួយហើយនៅក្នុងការវិវត្តមួយទៀតហ្នឹងគឺខាងអ៊ុយក្រែនហ្នឹងបានបើកការវាយប្រហារដោយ drone បាទកាលពីថ្ងៃអង្គារម្សិលមិញបាទចំនាវាល្បាតមួយដែលនៅសមុទ្រខ្មៅហើយនាវាល្បាតហ្នឹងគឺជាគេហៅថាប្រភេទនាវាដែលប្រតិបត្តិការដោយក្រុមចារកម្មរបស់ខាងរុស្ស៊ីផងដែរដែលចតនៅក្បែរវិមានរបស់លោកប្រធានាធិបតីVladimir Putin របស់ប្រទេសអ៊ុយក្រែនបាទដែលជានាវាដែលមានបំពាក់អាវុធទំនើបនិងឧបករណ៍ទំនើបហើយធ្វើការល្បាតនៅតាមព្រំដែនហ្នឹងបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិណាចឹងអរគុណប្រិយមិត្តទាំងអស់ច្រើនដែលបានចូលមកទទួលយកព័ត៌មានពីខ្ញុំមកយប់ទៅហើយនៅកម្ពុជាគឺម៉ោង10ម៉ោង9ណាម៉ោង9កន្លះទៅហើយបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនណាបាទហើយ